អូនេះមើលទៅស្ពែកមើលទៅស្ពែកមើលទៅស្ពែកអូនេះវ៉ាប់កាមុនអប៉ាបបួញញ៉ាំសាច់អាំងនៅក្រៅប៉ុន្តែដាក់នៅក្រៅទេឥឡូវហ្នឹងក៏ថានាំអប៉ាមកការីរងមានទាំងសាច់អាំងមានទាំងជាសំខាន់ណាស់ក៏ទេសភាពស្អាតខ្លាំងមែនតើហ្មងពេលទៅដល់គូ relax ហ្មងណានិយាយទៅក៏ទេសភាពស្អាតតែអញ្ចឹងអ្នកនរគ្នាបើចង់ដឹងថាខ្ញុំនៅណាហើយធ្វើអីគេខ្លះនៅការីរងអាចតាមដានទស្សនានៅក្នុងវីដេអូនេះបានបើសិនជាអ្នកគ្នាទៅអីហ្នឹងគឺថាអាចធ្វើការជ្រើសរើសកន្លែងដែលអ្នកគ្នាចង់ទៅនិយាយទៅគឺស្អាតមែនតើហ្មងណាខែហ្នឹងគឺគេទៅការីរងនឹងឯងដើម្បីទទួលបានទេសភាពស្អាតហើយថតរូបស្អាតអញ្ចឹងទៅទៀតខ្ញុំនឹងបើកក្បាលវីដេអូមកឲ្យអ្នកគ្នាបានឃើញថាពួកខ្ញុំទៅនឹងបែបមិនខ្លះមុននឹងទៅមួយថ្ងៃនេះក៏ខ្ញុំទៅដកលុយដែរនិយាយទៅគឺខ្ញុំប្រើប្រាស់ជាមួយនឹង Ori Bank ដោយសារតែនៅហ្នឹងគឺជាស្ដែងយើងចាយ scan ក៏បានហើយយើងធ្វើការដកលុយខ្លះដើម្បីទប់ព្រោះដោយសារតែត្រូវឡើងភ្នំមកហើយឥឡូវនេះធនាគារ Ori ក៏កំពុងតែមាន promotion ពិសេសសម្រាប់អតិថិជនថ្មីដែលបើកជាមួយនឹងកណេសន្សំជាមួយធនាគារ Ori ការបើកនេះអ្នកគ្នាគ្រាន់ទុកលុយនៅក្នុងនោះត្រឹមតែ$10ប្រចាំថ្ងៃឬមកក៏$40,000រៀលទេមានឱកាសឆារង្វាន់សាច់ប្រាក់ចាប់ពី$80,000រៀលរហូតដល់ទៅ$2លានរៀលដែលនឹងកាដូខ្ជុកផ្សេងទៀតជាច្រើនសរុបរហូតទៅ50រង្វាន់ជារៀងរាល់ខែអូហើយប៉ុណ្ណឹងគឺថាអត់តន់គ្រប់គ្រាន់ទេមិនត្រឹមតែកាដូខ្ជុកទេណាហើយមួយទៀតនៅរៀងរាល់ថ្ងៃ Happy VB Day របស់ធនាគារ Ori រៀងរាល់ថ្ងៃទី1និងថ្ងៃទី11នៃខែនីមួយៗបងប្អូនគ្រាន់តែអញ្ជើញទៅកាន់សាខា Premium ណាមួយរបស់ធនាគារ Ori ដើម្បីបើកកណេសន្សំថ្មីឬក៏ទទួលកម្ចីថ្មីឬមួយក៏បើកជាមួយនឹង Visa កាតថ្មីនិងទទួលបានជាមួយនឹងកាដូ VB ខ្ជុកចឹងខ្ញុំដាក់ link នៃសាខា Premium ទាំងអស់នៅក្នុង comment ណាបើសិនជាអ្នកគ្នាអត់ទាន់ច្បាស់ឬមកក៏ចង់ដឹងព័ត៌មានបន្ថែមអាចសាកសួរទៅកាន់ Ori Bank ផ្ទាល់បានបន្ទាប់ពីដកលុយហើយ scan បង់លុយគេឲ្យអស់គឺខ្ញុំបានមកដល់ resort ហើយសម្រាប់ resort ដែលពួកខ្ញុំទៅនេះគឺមានឈ្មោះថាលំហែ resort នៅនឹងទេសភាពស្អាតហើយគេមានអាងហែលទឹកនៅចន្លងភ្នំនឹងហ្មងណាចឹងនៅពេលដែលយើងបើកភ្នែកមកគឺបានឃើញជាមួយទេសភាពដើមឈើហើយជាពិសេសគឺចន្លងភ្នំនឹងហ្មងហើយសម្រាប់អាកាសធាតុមែនតែជាក់ស្រួលអត់ក្តៅទេដល់ហ្នឹងគឺខ្ញុំពេញចិត្តជាមួយនឹងបន្ទប់គេហៅថាឡានក្រុងណាអ្នកនរគ្នានៅហ្នឹងគឺស្អាតមែនតើសម្រាប់គ្នាបើខ្ញុំទៅហ្នឹងគឺ4នាក់អញ្ចឹងខ្ញុំធ្វើការយកជាមួយនឹងបន្ទប់មួយទៀតតែបន្ទប់មួយទៀតនេះគឺខ្ញុំនេះរបៀបផ្ទះអញ្ចឹងណាអ្នកនរគ្នាព្រោះនៅចិត្តគ្នាដែរទេគាត់ថាដោយសារតែស្អាតពេកចឹងហើយគឺបានថតផ្ទះគាត់ទេគឺបានតែថតនៅបន្ទប់របស់ខ្ញុំណាចូលមកដល់ក្រុមហ្នឹងក៏គេមានជាមួយនឹងកន្លែងដែលយើងអាចថតរូបស្អាតឡើងទៅដល់ខាងលើដើម្បីថតយកជាមួយនឹងព្រៃព្រឹក្សាអញ្ចឹងណាដល់ហ្នឹងខ្ពស់មែនតើហើយយើងចង់ភើតពោះដែរដោយសារតែវាខ្ពស់ខ្លាំងក៏ធំដោយសារតែស្អាតអញ្ចឹងមានតែឈរធំថតរូបដើម្បីយករូបភាពស្អាតឲ្យអ្នកនរគ្នាមើលអញ្ចឹងណាខាងក្រុមហ្នឹងក៏គេមានជាមួយនឹងម៉ាកដូចជាកាហ្វេនៅលើនឹងដែរគេហៅកាហ្វេនៅលើភ្នំហ្មងទេសភាពរបស់គេកន្លែងគេដេក័រហ្នឹងគឺថាស្អាតមែនតើមានអារម្មណ៍ថាត្រជាក់ភ្នែកកន្លែងនេះគឺខ្ញុំស្លាញ់ទេសភាពនេះស្អាតមែនតើអ្នកគ្នាខ្ញុំមើលមកផ្លែតែសឹងតែថាដូចសុកគេមកប៉ុន្តែអត់ទេនៅគិរីរំយើងនឹងឯងនៅប្រទេសយើងនឹងឯងគឺប្រទេសខ្មែរហ្មងខ្មែរយើងមានកន្លែងថតរូបស្អាតណាស់អ្នកគ្នានិយាយទៅអត់ចាំបាច់ទៅដល់ស្រុកគេទេគ្រាន់តែបើយើងទៅស្រុកគេយើងគ្រាន់ចង់ដឹងពីវប្បធម៌ដែលធម៌របស់ស្រុកគេចឹងទៅហើយបើពេលយប់វិញក៏កាន់តែស្អាតដែរគឺខ្ញុំដើរលេងជុំវិញនឹងហ្មងនេះគឺព្រលឹមឡើងខ្ញុំថតមកគឺមានការចុះអាប់ចុះអីចឹងណាវីដេអូគឺមានតែប៉ុណ្្នឹងទេអរគុណ